ចុំយៈហើយយ៉ាងម៉េចចេះអាមេរិកនិងអ៊ីរ៉ង់ត្រូវរើគ្នាលួចព្រមព្រៀងពង្រីកបទជប់បាញ់ស្ងាត់មិនប្រាប់លោកដូណាល់ត្រាំមួយម៉ាត់ខែឧសភាឆ្នាំ2026នៅក្នុងវីដេអូនេះផងដែរខ្ញុំបានសូមលើកយកព្រឹត្តិការណ៍ចុងក្រោយបង្អស់នៅមជ្ឈមណ្ឌលដែលជាក្តីព្រួយបារម្ភរបស់ពិភពលោកជាពិសេសគឺស្ថានភាពនៃការដឹកជញ្ជូនធម្មពលឆ្លងកាត់ច្រកសមុទ្រយុទ្ធសាស្ត្រអកមុខដ៏គ្រោះថ្នាក់ជាទីបំផុតពន្លឺសន្តិភាពដ៏ផុយស្រួយបានលេចឡើងជាថ្មីចំកណ្ដាលសមរភូមិដ៏ក្តៅគគុកបន្ទាប់ពីសហរដ្ឋអាមេរិកនិងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងជាលក្ខណៈគោលការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃប្រហ័សនៅក្នុងគោលបំណងពង្រីកបទជបាញ់ជាបណ្ដោះអាសន្ននិងលើកចោលរាល់ការរឹតបន្តឹងផ្នែកនាវាចរឆ្លងកាត់ច្រកសមុទ្រហកម៉ូយោងទៅតាមប្រភពព័ត៌មានការទូតនិងសន្តិសុខចំនួន4ដែលដឹងឮកិច្ចការនេះបានទម្លាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាហើយនៅការថ្មីដែលត្រូវបានរាយការណ៍ជាលើកដំបូងដោយសារព័ត៌មាន Axios នេះនឹងបន្តពន្យាពេលបទជបាញ់បច្ចុប្បន្នឲ្យអូសបន្លាយទៅមុខចំនួន60ថ្ងៃបន្ថែមទៀតដែលការនេះនឹងអនុញ្ញាតឲ្យចរាចរណ៍នាវាដឹកជញ្ជូនធម្មពលនិងទំនិញពាណិជ្ជកម្មអន្តរជាតិអាចបើកឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់មួយនេះឡើងវិញដោយសេរីខណៈពេលដែលបទជបាញ់បណ្ដោះអាសន្នត្រូវបានពង្រីកក្រុមអ្នកចរចានៃប្រទេសទាំងពីរនឹងប្រើប្រាស់ឱកាសនេះដើម្បីដោះស្រាយបញ្ហានយោបាយនិងយោធាដ៏ស្មុគស្មាញព្រមទាំងការងារដែលរាំងស្ទះបន្ថែមទៀតជាពិសេសគឺជោគវាសនានៃកម្មវិធីអភិវឌ្ឍនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ប្រសិនបើផែនការមហិច្ឆតានេះត្រូវបានអនុម័តជាផ្លូវការនិងចុះហត្ថលេខាដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំកំពូលនៅទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេហេរ៉ង់វានឹងក្លាយទៅជាជំហានវិជ្ជមានដ៏ធំធេងបំផុតមិនធ្លាប់មានឆ្ពោះទៅរកការបញ្ចប់សង្គ្រាមចាប់តាំងពីចំនួនប្រដាប់អាវុធដ៏បំផ្លិចបំផ្លាញអស់រយៈពេលជាង3ខែនេះបានផ្ទុះឡើងកាលពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2026តាមរយៈការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនេះភ្លាមបន្ទាប់ពីព័ត៌មានការទូតស្ដីអំពីការត្រូវរើគ្នានេះបានលេចធ្លាយអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក J.D. Vance ក៏បានចេញមុខមកឆ្លើយសំណួររបស់ក្រុមអ្នកកាសែតនៅឯទីក្រុង Washington ភ្លាមដោយលោកបានទទួលស្គាល់និងបញ្ជាក់យ៉ាងច្បាស់ថាភាគីទាំងពីរពិតជាដើរដល់ចំណុចព្រមព្រៀងគ្នាពិតប្រាកដមែនក៏ប៉ុន្តែវាមិនទាន់បានសម្រេចជាស្ថាពរ 100% នោះទេដោយសារតែរងចាំការសម្រេចចិត្តចុងក្រោយពីប្រធានាធិបតី Donald Trump លោក J.D. Vance បានថ្លែងការពីជំហររបស់សហរដ្ឋអាមេរិកដោយក្តីសង្ឃឹមថាទោះបីជាលោកមិនអាចធានាអះអាងថាកិច្ចព្រមព្រៀងនេះនឹងត្រូវជោគជ័យឥតខ្ចោះយ៉ាងណាក៏ដោយក៏ប៉ុន្តែលោកមានអារម្មណ៍វិជ្ជមាននិងគិតថាវាគឺជាសញ្ញាដ៏ល្អមួយខណៈដែលមន្ត្រីអាមេរិកតែងតែអះអាងថាការបញ្ចប់នៃការប្រយុទ្ធគ្នាគឺជិតមកដល់ហើយទោះបីជាភាគីអ៊ីរ៉ង់នៅតែចេញមុខមកបដិសេធឬក៏បន្ទាបបន្ថយការអះអាងទាំងនេះក្តីស្របពេលជាមួយគ្នានេះទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ដោយដកស្រង់ប្រភពផ្ទៃក្នុងដ៏ជិតស្និទ្ធនិងក្រុមចរចាបានប្រកាសអះអាងផងដែរថាអត្ថបទនៃកិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានបញ្ចប់ឬក៏បញ្ជាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឡើយនោះទេដោយទីក្រុងតេហេរ៉ង់នៅតែទាមទារឲ្យមានការផ្ទៀងផ្ទាត់ជាក់ស្ដែងទៅលើលក្ខខណ្ឌដែលថាសហរដ្ឋអាមេរិកត្រូវតែបិទផ្លូវកំពង់ផែអ៊ីរ៉ង់និងដកទណ្ឌកម្មមួយចំនួនពីការលក់ប្រេងរបស់ខ្លួនចេញជាមុនសិនទើបអាចបើកច្រកសមុទ្រអកម៉ូដែលក្តោបក្តាប់ការផ្គត់ផ្គង់ប្រេងនិងឧស្ម័នធម្មជាតិរាវ LNG 1/5 របស់ពិភពលោកនេះទន្ទឹមគ្នាជាមួយនឹងសញ្ញាវិជ្ជមានខាងការទូតនេះទីផ្សារធម្មពលពិភពលោកបានរងការអង្រួនយ៉ាងខ្លាំងជាថ្មីម្ដងទៀតដោយតម្លៃប្រេងឆៅអន្តរជាតិដែលធ្លាប់តែហក់ឡើងថ្លៃខ្ពស់ក៏ពពកក៏ចាប់ផ្ដើមដាំក្បាលចុះមកវិញភ្លាមដោយសារតែមហាជននិងវិនិយោគិនទូទាំងសកលលោកចាប់ផ្ដើមមានក្តីសង្ឃឹមខ្ពស់នៅក្នុងការបើកច្រកសមុទ្រអកម៉ូឡើងវិញប៉ុន្តែទោះជាមានកិច្ចចរចាសន្តិភាពដ៏មមាញឹកយ៉ាងណាក្តីសភាពការជាក់ស្ដែងនៅឯសមរភូមិយោធានៅតែមានភាពផុយស្រួយនៅឡើយនិងមានការផ្ទុះអាវុធដាក់គ្នាយ៉ាងគ្រោះថ្នាក់បំផុតដោយបញ្ជាការដ្ឋានកណ្ដាលរបស់សហរដ្ឋអាមេរិក CENTCOM បានប្រកាសថាកងកម្លាំងរបស់ខ្លួនទើបតែបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកប្រភេទវាយប្រហាររបស់អ៊ីរ៉ង់ចំនួន5គ្រឿងមកថែមទៀតនិងបានវាយប្រហារបំផ្លាញស្ថានីយ៍ត្រួតពិនិត្យដីគោកមួយកន្លែងនៅក្នុងទីក្រុងកំពង់ផែដែលមានអធិពលមានឈ្មោះថាបណ្ដាអាបាសខណៈដែលស្ថានីយ៍នោះហៀបនឹងបាញ់មីស៊ីល6គ្រាប់ទៅលើគោលដៅរបស់សហរដ្ឋអាមេរិកភ្លាមនោះសង្គ្រាមបានរីករាលដាលដល់ប្រទេសជិតខាងនៅពេលដែលកងកម្លាំងការពារអាកាសរបស់ប្រទេសគុយវ៉េតបានបើកប្រតិបត្តិការស្ទាក់ចាប់មីស៊ីល ballistic មួយគ្រាប់ដ៏ធំដែលត្រូវបានបាញ់ចេញពីប្រភពមិនច្បាស់លាស់សំដៅមកលើទឹកដីគុយវ៉េតដែលជាទីតាំងឈរជើងមូលដ្ឋានរបស់កងទ័ពអាមេរិកដ៏ធំមួយប្រចាំតំបន់បង្កឲ្យរដ្ឋាភិបាលគុយវ៉េតបានចេញមុខមកថ្កោលទោសយ៉ាងធ្ងន់ធ្ងរនិងទាមទារឲ្យអ៊ីរ៉ង់បញ្ឈប់នៅការបង្កើនឡើងកម្ដៅសង្គ្រាមដ៏គ្រោះថ្នាក់នេះជាបន្ទាន់ចោល
ពេលដែលប្រជាជនអ៊ីស្លាមទូទាំងតំបន់កំពុងតែប្រារព្ធពិធីបុណ្យសាសនាដ៏ធំអេដអាល់អាដាបន្ថែមពីការផ្ទុះអាវុធនៅលើអាកាសភាពតានតឹងផ្នែកព័ត៌មានក៏បានឈានដល់ចំណុចក្តៅគគុកនៅពេលដែលទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានផ្សព្វផ្សាយព័ត៌មានប្រងើយថាពួកគេបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកមួយគ្រឿងឲ្យធ្លាក់នៅក្បែរតំបន់ប៊ូសឺដែលជាទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរដ៏សំខាន់របស់អ៊ីរ៉ង់ព័ត៌មានដ៏រន្ធត់នេះត្រូវបានមន្ត្រីយោធាអាមេរិកម្នាក់បានចេញមុខមកបដិសេធដាច់អហង្ការភ្លាមៗដោយអះអាងថាគ្មានយន្តហោះអាមេរិកណាមួយត្រូវបានបាញ់ទម្លាក់ឡើយហើយរាល់ការវាយប្រហាររបស់អាមេរិកទៅលើទីក្រុងកំពង់ផែបណ្ដាអាបាស់គឺធ្វើឡើងដើម្បីការពារខ្លួននិងរក្សាបទជបាញ់តែប៉ុណ្ណោះប៉ុន្តែក្រុមកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ IRGC មិនបានថមថយដៃឡើយដោយបានប្រកាសក្តែងតាមរយៈទីភ្នាក់ងារសារព័ត៌មានថាស្នីមថាខ្លួនបានបើកការវាយប្រហារលើមីស៊ីលតម្រង់ចំគោលដៅមូលដ្ឋានកងទ័ពអាមេរិកដែលជាអ្នកទទួលខុសត្រូវលើការទម្លាក់គ្រាប់បែកនៅបណ្ដាអាបាស់រួចរាល់ទៅហើយថែមទាំងបានព្រមានទៀតថាប្រសិនបើអាមេរិកហ៊ានវាយប្រហារម្ដងទៀតអ៊ីរ៉ង់នឹងផ្ដល់ការឆ្លើយតបខាងយោធាយ៉ាងម៉ឺងម៉ាត់និងសាហាវជាងមុនទ្វេដងស្របពេលដែលពិភពលោកកំពុងតែផ្ដោតទៅលើការចរចានិងការបាញ់បោះរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់សង្គ្រាមស្រមោលរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តដៃថៃរបស់សហរដ្ឋអាមេរិកក៏កំពុងតែឆាបឆេះយ៉ាងសាហាវនៅក្នុងប្រទេសលីបង់ដោយគ្មានសញ្ញាថមថយទាល់តែសោះរដ្ឋាភិបាលទីក្រុងតេហ៍រ៉ង់បានប្រកាសជំហរដាច់ខាតថាកិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយនឹងសហរដ្ឋអាមេរិកនឹងអាចកើតឡើងទៅបានលុះត្រាតែការបញ្ឈប់ជាបន្ទាន់នៅរាល់ការវាយប្រហាររបស់យោធាអ៊ីស្រាអែលទៅលើទឹកដីរបស់អ៊ីរ៉ង់ប៉ុន្តែផ្ទុយទៅវិញកងទ័ពអ៊ីស្រាអែល IDF បានបើកយុទ្ធនាការយោធាយ៉ាងជ្រៅនៅក្នុងទឹកដីលីបង់ដោយបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធធំៗរបស់សកម្មយុទ្ធហេប៊ូឡាដែលគ្រប់គ្រងដោយអ៊ីរ៉ង់នៅក្នុងទីក្រុងទីរ៉េភាគខាងត្បូងនិងបានទម្លាក់គ្រាប់បែកយ៉ាងរន្ធត់នៅកណ្ដាលរដ្ឋធានីបេរុតយុទ្ធនាការដេញតាមគំនិតក្រុមហេប៊ូឡារបស់អ៊ីស្រាអែលនេះបានបង្ខំឲ្យប្រជាពលរដ្ឋលីបង់រាប់សែននាក់ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងទាំងត្រដោហើយកងទ័ពជាតិលីបង់បានប្រកាសសោកស្ដាយជាពន់ពេកក្រោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលបានសម្លាប់ទាហានផ្លូវការរបស់ខ្លួនម្នាក់យ៉ាងអយុត្តិធម៌ទន្ទឹមទៅនឹងការវាយលុកដ៏សាហាវរបស់អ៊ីស្រាអែលឥរិយាបថយោធារបស់លោកដូណាល់ត្រាំបានបន្ថែមសាំងលើគំនរភ្លើងការទូតកាន់តែខ្លាំងបន្ទាប់ពីលោកបានប្រើប្រាស់វោហារសាស្ត្រគំរាមកំហែងបំផ្ទុះប្រទេសអូម៉ង់កាលពីថ្ងៃពុធបើទោះបីជាប្រទេសទាំងពីរមានប្រវត្តិទំនាក់ទំនងសេដ្ឋកិច្ចនិងយោធាយ៉ាងស្អិតរមួតរាប់សិបឆ្នាំយ៉ាងណាក៏ដោយសារលោកត្រាំសង្ស័យថាអូម៉ង់លួចសហការជាមួយអ៊ីរ៉ង់ដើម្បីគ្រប់គ្រងនិងដាក់ពន្ធលើច្រកសមុទ្រអស់នោះដើម្បីដោះស្រាយវិបត្តិការទូតដ៏ក្តៅក្រហាយនេះរដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិកលោក Scott Bessent ក៏បានចេញមុខមកបញ្ជាក់ថាឯកអគ្គរដ្ឋទូតអូម៉ង់ប្រចាំក្រុង Washington បានចូលជួបពិភាក្សានិងធានាអះអាងជាមួយនឹងលោកគាត់ថាអូម៉ង់មិនដែលមានផែនការដាក់ពន្ធឬក៏ចង់គ្រប់គ្រងរួមគ្នាលើច្រកសមុទ្រអស់នោះជាមួយនឹងអ៊ីរ៉ង់ឡើយគឺអូម៉ង់គ្រាន់តែជជែកអំពីសេរីភាពនៃការធ្វើនិវាចរអន្តរជាតិតែប៉ុណ្ណោះខណៈពេលដែលរដ្ឋបាលអ៊ីរ៉ង់បានឆ្លៀតឱកាសនេះប្រកាសបង្ហាញសាមគ្គីភាពឈរជើងខាងប្រទេសអូម៉ង់ភ្លាមៗបន្ទាប់ពីមើលឃើញអំពីការគំរាមកំហែងប្រើកម្លាំងបាយពីសំណាក់មន្ត្រីជាន់ខ្ពស់អាមេរិកទោះបីជាមានការលេចធ្លាយព័ត៌មានស្ដីអំពីសេចក្តីកិច្ចព្រមព្រៀងពង្រីកបទជបាញ់យ៉ាងណាក៏ដោយក៏រដ្ឋបាលលោកដូណាល់ត្រាំបានលេងល្បែងការទូតមុខពីរយ៉ាងសាហាវដោយក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីស្រឡាំងភ្លាមៗទៅលើបណ្ដាពាណិជ្ជកម្មលក់ប្រេងយោធារបស់អ៊ីរ៉ង់នៅថ្ងៃសុក្រទី29ខែឧសភាឆ្នាំ2026នេះលោក Scott Bessent រដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលបានសង្កត់ធ្ងន់នៅក្នុងសេចក្តីប្រកាសព័ត៌មានក្តៅក្រៅថាអាមេរិកនឹងមិនបណ្ដោយឲ្យរដ្ឋាភិបាលអ៊ីរ៉ង់អាចបង្កើនប្រាក់ចំណូលពីការលក់ប្រេងដើម្បីយកទៅស្ដារនិងពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនឡើងវិញនោះឡើយដោយនៅក្នុងនោះអាមេរិកសម្រេចបង្កកនិងដាក់ទណ្ឌកម្មលើនាវាដឹកប្រេងខ្នាតយក្សចំនួន8គ្រឿងរួមមាននាវា Flora ដែលមានទង់ជាតិកោះ Marshall នាវា Huscayo ដែលមានទង់ជាតិ Comoros និងនាវា Egap ដែលមានទង់ជាតិ Panama ព្រមទាំងដាក់ទណ្ឌកម្មលើក្រុមហ៊ុនអន្តរជាតិជាង15ផ្សេងទៀតរួមមានក្រុមហ៊ុន Washin Energy Limited និងក្រុមហ៊ុន Meditel Trading Co នៅឯហុងកុងព្រមទាំងក្រុមហ៊ុន Symphony Shipping នៅឌូបៃដែលបណ្ដាញទាំងអស់នេះបានលួចបន្លំនៃការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធលក់ប្រេងខុសច្បាប់របស់អគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ដើម្បីបង្វែរផលិតផលប្រេងទៅកាន់ទីផ្សារងងឹតរបស់ពិភព